ជំរាបសួរបងប្អូនទាំងអស់ជាទីរាប់អានថ្ងៃនេះខ្ញុំម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំអង្គរឬក៏ហៅកាត់ថាទឹកឃ្មុំអង្គរថ្ងៃនេះកសិដ្ឋានយើងខ្ញុំធ្វើការប្រមូលទឹកដមផ្កាព្រៃគឺផ្កាគូលែនព្រៃនៅលើភ្នំគូលែនបាទដោយសារតែកសិដ្ឋានយើងគឺនៅលើភ្នំគូលែនអញ្ចឹងយើងមានឱកាសក្នុងការប្រមូលផ្កាព្រៃដោយសារគូលែនឆ្នាំនេះផ្លែអញ្ចឹងក៏មានផ្កាព្រោះជាទូទៅកលែន3ឆ្នាំផ្កាម្ដងអញ្ចឹងណាហើយបងប្អូនខ្លះហូបកលែនអត់ដែលស្គាល់ដើមកលែនអានេះគឺស្លឹករបស់កលែនហើយខ្ញុំយកនៅទីនេះគឺនៅក្នុងភូមិរបស់បងប្អូនប្រជាសហគមន៍នៅទីហ្នឹងស្លឹកកលែនហើយខ្ញុំនឹងបង្ហាញផ្កាខាងលើនោះបងប្អូនណាបាទនោះផ្កាខាងលើនោះផ្កាខាងលើហ្នឹងគឺជាផ្កាកលែនណាបងប្អូនណាផ្កាគូលែនព្រៃបាទផ្កាកលែនព្រៃអញ្ចឹងនេះគឺជាទីតាំងដែលយើងដាក់ប្រមូលយកទឹកដមផ្កាហ្នឹងផ្កាកលែនព្រៃខាងលើហ្នឹងអញ្ចឹងបងប្អូនទៅមើលជាមួយខ្ញុំពីរបៀបនៃការប្រមូលទឹកឃ្មុំបែបលក្ខណៈស្តង់ដារសម្រាប់បងប្អូនដែលយកទៅប្រើប្រាស់សម្រាប់ជាប្រើជាឱសថឬក៏ប្រើជាអាហារដ៏ពិសេសបាទតោះបងប្អូនទៅមើលជាមួយខ្ញុំ